ព្រះគម្ពីរសុភាសិតជំពូក18ខ13ដល់ខ24អ្នកណាដែលឆ្លើយមុនដែលបានស្ដាប់រឿងនោះរាប់ជាការចំកូតហើយក៏ជាសេចក្តីខ្មាស់ដល់ខ្លួនផងវិញ្ញាណនៃមនុស្សនឹងទប់ទល់ខ្លួនក្នុងគ្រាមានធុរៈឈឺតែឯវិញ្ញាណបាក់បែកតើអ្នកណានឹងទ្រាំបានចិត្តរបស់មនុស្សវាងវៃតែងតែចម្រើនចំណេះឡើងហើយត្រចៀករបស់មនុស្សដែលមានប្រាជ្ញាក៏ស្វះស្វែងរកចំណេះដែរចំនួនរបស់មនុស្សរមែងបើកផ្លូវឲ្យដល់ខ្លួនក៏នាំចូលទៅដល់ចំពោះអ្នកធំផងអ្នកណាដែលនិយាយមុនគេក្នុងការក្តីនោះមើលទៅដូចជាត្រឹមត្រូវហើយតែគូក្តីរបស់អ្នកនោះមកបើកសម្ដែងឲ្យឃើញកំហុសវិញការចាប់ឆ្នោតតែងនឹងធ្វើឲ្យសេចក្តីទាស់តែងគ្នាបាត់ទៅហើយនឹងញែកមនុស្សដែលមានអំណាចចេញពីគ្នាដែរបងប្អូនណាដែលបានអន់ចិត្តហើយនោះពិបាកពង្រៀបជាជាងទីក្រុងយ៉ាងមមួនហើយសេចក្តីទាស់តែងគ្នាយ៉ាងនោះធៀបដូចជារនុកទ្វារបន្ទាយមនុស្សនឹងបានឆ្អែតពោះដោយផលនៃមាត់ខ្លួនគឺនឹងបានស្កប់ចិត្តដោយផលចម្រើននៃបបោមាត់ទោះទាំងសេចក្តីស្លាប់ហើយនឹងជីវិតក៏នៅក្នុងអំណាចនៃអណ្ដាតដែរអ្នកណាដែលចូលចិត្តប្រើនោះនឹងស៊ីផលនៃអណ្ដាតនោះឯងអ្នកណាដែលរកបានប្រពន្ធនោះឈ្មោះថាបានរបស់ល្អហើយបានប្រកបដោយព្រះគុណនៃព្រះយេហូវ៉ាដែរមនុស្សក្រគេពោលពីអង្វរតែមនុស្សអ្នកមានតបដោយពាក្យកំហោកវិញអ្នកណាដែលមានមិត្តភក្តិច្រើននោះនាំឲ្យវិនាសខ្លួនទេប៉ុន្តែមានមិត្តសម្លាញ់ម្យ៉ាងដែលនៅជាប់ជាងបងប្អូនទៅទៀត